Bạn này cứ nhầm nồm một bụng mai ôn một người bị bên po chơi đi bị dựng đàm lực món cứ nhầm tay tầm hai bụng mai ôn bị po nhầm bị cả bên đó côn là hồ ngày này cứ nhầm ở trong hai nhập bị cả chết đo và mua pho lấy bạn này cứ bên po bao giờ cứ lọ mình tên mặt bụng mai ôn cứ đi tranh ca cứ ca để bị ca để bị tranh nó như cứ bị chọc đập chọc đập thì cái nhà học đập liền tao móc cứ phải tại chỉ 2 សប្តាហ៍ ទៀត ឬក៏ 1 សប្តាហ៍ ទៀត គឺ យើង អាច បាន ធ្វើ ការ ប្រមូល ផល ឲ្យ បាន ពុកម៉ែបងប្អូន ចំណុច ពិសេស នៃ ការ ដាំ ពេញ ប៉ោះ Cherry គឺ អ្វី ដែល សំខាន់ បំផុត គឺ ដី ថា ដី ដែល មាន ជីជាតិ ល្អ ហើយ យើង ដាំ ទៅ យើង មើល ថែ មាន ការ តាក់តែង ខ្នែង ជំរុះ ខ្នែង អី ហើយ តាម ដាន សត្វល្អិត តាម ដាន សត្វល្អិត ជា ដើម ហើយ ក្នុង នេះ គឺ យើង ដាំ ពេញ ប៉ោះ នៅ កណ្តាល វាល ហើយ វីដេអូ របស់ ខ្ញុំ ក៏ មាន ដាំ នៅ ក្នុង រោង ដែរ បាទ ពុកម៉ែបងប្អូន ដោយសារ យើង ដាំ នៅ ទីវាល នេះ ទី 1 យើង ចង់ ពិសោធន៍ ទៅ មើល បើ យើង ដាំ នៅ ទីវាល ទទួល បាន ទិន្នផល យើង អាច បរៀន កសិករ គឺ ណែនាំ កសិករ ឲ្យ គាត់ ងាក មក ដាំ នៅ ទីវាល វិញ ប៉ុន្តែ កសិករ របស់ យើង គាត់ មួយ ចំនួន ធំ គាត់ ថា ពេញ ប៉ោះ Cherry ឬក៏ ពេញ ប៉ោះ អី គឺ ពិបាក នៅ ក្នុង ការ ដាំដុះ មែនទែន ខ្ញុំ មិន ដឹង ថា មូលហេតុ មក ពី អ្វី ទេ ប៉ុន្តែ តាម ខ្ញុំ ដឹង ខ្ញុំ សិក្សា ស្រាវជ្រាវ ទៅ គាត់ ថា ពេល គាត់ ដាំ ទៅ គាត់ តែងតែ ជួប លើ ជំងឺ សាពូន អី ចឹង ណា ជួប ជំងឺ ច្រើន សត្វល្អិត ដូចជា ពួក ត្រៀប រុយស ហើយ តកូវ វាយ លុក ច្រើន មែនទែន អញ្ចឹង ធ្វើ ឲ្យ ពួក គាត់ គិត ថា អូ ដំណាំ ពេញ ប៉ោះ អត់ ពិបាក ដាំ មែនទែន ទោះបី ដាំ នៅ ក្នុង វាល ឬក៏ ដាំ នៅ ក្នុង ហៅស៊ឺ ឬក៏ រោងសំណាញ់ ក៏ដោយ ប៉ុន្តែ នៅ ទីនេះ ខ្ញុំ ចង់ បង្ហាញ ពុកម៉ែបងប្អូន អំពី ការ ដាំ នៅ ខាងក្រៅ នេះ គឺ ខ្ញុំ អត់ បាន ភូត ទេ គឺ យើង ដាំ ខាងក្រៅ ពិតៗ បាទ ពុកម៉ែបងប្អូន ហើយ ពេញ ប៉ោះ ដែល យើង ដាំ នេះ គឺ អាយុ នេះ គឺ 55 ថ្ងៃ ហើយ បាទ គឺ វា ចាប់ ផ្ដើម ថា តាំងពី យើង ដាំ យើង ដាក់ ក្នុង ដី រហូត ដល់ វា ចេញ ក្តាប់ ហ្នឹង គឺ 50 ទៅ 55 ថ្ងៃ គឺ វា ចាប់ ផ្ដើម ចេញ ផ្កា បន្តើ ហើយ បាទ នេះ គឺជា ផ្កា របស់ វា ប៉ុន្តែ ផ្កា នេះ គឺ វា អាច ពេល វា ចេញ ផ្កា មក វា ជាប់ ក្តាប់ បាទ ពុកម៉ែបងប្អូន គឺ ឃើញ ថា ល្អ មែនទែន ហើយ ចំណុច ពិសេស មួយ ទៀត គឺ យើង ត្រូវ ធ្វើ ការ បើ យើង ត្រូវ ធ្វើ ការ ចង តម្រ ដើម របស់ វា នេះ យើង អាច យក ខ្សែ ឬក៏ យក អី ក៏ បាន ដែរ ដែល អាច ទប់ លំនឹង នៃ ដើម ពេញ ប៉ោះ របស់ យើង ហើយ ចំណុច ពិសេស គឺ យើង ធ្វើ ការ តាក់តែង ខ្នែង បើសិនជា មាន ខ្នែង យើង ត្រូវ ធ្វើ ការ ផ្លេស វា ចេញ បើសិន យើង ទុក ទេ គឺ វា ធ្វើ ឲ្យ វា ដណ្ដើម នៅ សារធាតុ ចិញ្ចឹម ពី ដើម របស់ យើង ផង ដែរ ហើយ អញ្ចឹង គឺ យើង ងាក មក ប្រើ យើង ងាក មក ធ្វើ ការ តាក់តែង ខ្នែង ហើយ វីដេអូ របស់ ខ្ញុំ គឺ មាន តែ ប៉ុណ្្នឹង ទេ បាទ